សួរក៏ដូចជាសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាជួបខ្ញុំនៅវីដេអូទី2ដែលបន្ទាប់ពីវីដេអូទី1បានបញ្ចប់ទៅដែលមានភាពរៀងរអាមួយបន្តិចហើយក៏សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនអ្នកទស្សនាទាំងអស់ដែលបានធ្វើការ comment ក្នុងនៃស្ថាបនាលើវីដេអូរបស់ខ្ញុំថ្ងៃនេះយើងបន្តមេរៀននៃការកណនីលំហាត់របស់យើងបន្តទៅមុខទៀតហើយកន្លែងនេះគឺខ្ញុំសូមបន្តបន្ថែមទៅលើការកណនីលំហាត់ទៅរកសីតុណ្ហភាពដដែលប៉ុន្តែខ្ញុំលើកតែ2មាត្រដ្ឋានទេគឺមាត្រដ្ឋាន Celsius យើងប្រៀបធៀបជាមួយនឹងមាត្រដ្ឋាន Fahrenheit បាទដោយសារតែមានសំណួរពីបងប្អូនដែលគាត់បានមើលសៀវភៅហើយគាត់មិនយល់គាត់យកមកសួរខ្ញុំវិញថាតើមាត្រដ្ឋាន Fahrenheit ហ្នឹងវាប្រែប្រួលយ៉ាងម៉េចដែរជាមួយនឹងមាត្រដ្ឋាន Celsius បានជាគាត់មើលមកចំណុចនេះទៅយើងអត់សូវយល់បាទអញ្ចឹងខ្ញុំសូមលើកពីសំណួរដែលគាត់អត់សូវយល់ពីមកនិយាយគាត់សួរថាប្រសិនបើយើងនិយាយថា1ប្រឡោះក្រឹតអង្សាសេ1អង្សាសេស្មើនឹង 1.8 ទៅតាមរូបមន្តគេសេចេះបាទសំសេរូបមន្តមួយគឺ Fahrenheit វាស្មើនឹងអង្សាសេគុណឲ្យ 1.8 បូកឲ្យ 32 បាទឬក៏រូបមន្តទៀតដែលខ្ញុំបានសម្រាយពីវីដេអូទី1គឺ Fahrenheit ស្មើនឹងអង្សាសេគុណឲ្យ 180 បាទចែកឲ្យ 100 បូកឲ្យ 32 បាទបូកឲ្យ 32 តែរូបមន្ត2នេះបាទរូបមន្ត2នេះគឺដូចតែគ្នាដូចខ្ញុំបានបង្ហាញប្រាប់បងប្អូនសិស្សានុសិស្សរួចហើយថាពីរនេះដូចគ្នាទេអញ្ចឹងប៉ុន្តែគាត់មើលសៀវភៅនេះគឺគាត់អត់យល់ត្រង់កន្លែងថា1អង្សាសេស្មើនឹង 1.8 Fahrenheit បាទបើ1អង្សាសេស្មើនឹង 1.8 Fahrenheit ហើយចុះអា32នេះបាទអា32នេះវាបានពីណាហេតុអីត្រូវចាំបាច់បូកចូលជាមួយអា32ហ្នឹងបាទនេះគឺគាត់អត់យល់ត្រង់កន្លែងហ្នឹងមកគាត់លើកជាសំណួរអញ្ចឹងខ្ញុំសូមលើកពីកន្លែងនេះយកមកធ្វើការបញ្យល់បាទបញ្យល់បងប្អូនដែលអត់បានយល់កន្លែងហ្នឹងណាឬក៏មានបងប្អូនខ្លះគាត់យល់ទៅហើយក៏ទស្សនាកំសាន្តចាស់ចាត់ទុកថាជាការទស្សនាកំសាន្តបាទអរគុណអញ្ចឹងមុននឹងចូលដល់ការបញ្យល់អញ្ចឹងខ្ញុំសូមពុះបន្ទាត់ក្រិត2ដើម្បីធ្វើការបញ្យល់បែបងាយៗបាទអរគុណតាបាទអញ្ចឹងគឺខ្ញុំសូមធ្វើការបញ្យល់ទៅលើបន្ទាត់ក្រិតនេះតែម្ដងអញ្ចឹងយើងមើលណាដោយសារតែនៅក្នុងមេរៀនឬក៏នៅក្នុងសៀវភៅសិក្សាគោលគេបានបង្ហាញប្រាប់យើងរួចមកហើយថានៅក្នុងមាត្រដ្ឋាន Celsius អញ្ចឹងខ្ញុំកំណត់ថាបន្ទាត់មួយនេះគឺជាបន្ទាត់ដែលតាំងឲ្យមាត្រដ្ឋាន Celsius ហើយបន្ទាត់មួយនេះគឺជាបន្ទាត់ដែលតាំងឲ្យមាត្រដ្ឋាន Fahrenheit ហើយយើងធ្វើការប្រៀបធៀបសីតុណ្ហភាពវាទាំងពីរហ្នឹងយើងដឹងថាក្នុងមាត្រដ្ឋាន Celsius នោះគឺទឹកកកនៅ0អង្សាបាទ0អង្សាណាបាទ0អង្សាហើយពុះនៅ100អង្សាបាទ100អង្សាណាអញ្ចឹងប្រសិនបើយើងយកពី100ដក0បាទពី100ដក0អញ្ចឹងខ្ញុំសូមពុះជា2ទៀតបាទអញ្ចឹងខ្ញុំសូមពុះជា2គឺប្រសិនបើយើងគណនាត្រឹមតែ Celsius គឺ100ដក0បាទ100ដក0អញ្ចឹងវាស្មើនឹង100ដដែលបាទស្មើនឹង100អញ្ចឹងប្រសិនបើយើងចែកវាជា100ប្រឡោះក្រឹតបាទចែកជា100ប្រឡោះក្រឹតណាយើងមើលណាខាងក្រោមនេះគឺ0បាទ0ចែកវាជា100ប្រឡោះក្រឹតគឺយើងបាន1ប្រឡោះក្រឹតបាទ1ប្រឡោះក្រឹតបាទ1ប្រឡោះក្រឹតបាទស្មើនឹង1អង្សាសេបាទស្មើនឹង1អង្សាសេអញ្ចឹងមានន័យថាមានន័យថាខ្ញុំចែកនេះជា100ប្រឡោះក្រឹតលើបន្ទាត់នេះខ្ញុំសូមឧទាហរណ៍ទៅព្រោះបន្ទាត់ប៉ុណ្នេះមកដល់ទៅនេះចែកជា100ក៏យើងបានមាត្រដ្ឋាននេះទុយពិបាកមើលអញ្ចឹងខ្ញុំសូមឧទាហរណ៍ថាប្រវាយនេះចុះបាទមួយចុះបាទប្រវាយនេះជា1ប្រឡោះក្រឹតកន្លែងនេះជា2ប្រឡោះក្រឹតអញ្ចឹងណាបាទឧទាហរណ៍ចុះបាទអញ្ចឹងយើងបាន1ប្រឡោះក្រឹតស្មើ1អង្សាសេគឺវាសំដៅពីចំណុចនេះមកចំណុចនេះឬក៏បើយើងរាប់ពីលើពីក្រោមឡើងទៅលើវិញឧទាហរណ៍ថានេះចុះបាទតាមនេះចឹងណា1តាមនេះចុះ2ណាឧទាហរណ៍ណាបាទឧទាហរណ៍0អង្សា1អង្សាអញ្ចឹងទៅណាបាទ1អង្សាអញ្ចឹងទៅ1អង្សាសេ2អង្សាសេអញ្ចឹងទៅណាបាទដូចខ្ញុំបញ្ជាក់មិញអញ្ចឹងថាយើងអាចគូសគ្រប់100ប្រឡោះក្រឹតបានទេព្រោះបន្ទាត់យើងវាខ្លីហើយឧទាហរណ៍ថាពីមួយចំណុចនេះមកចំណុចនេះគឺ1អង្សាអញ្ចឹងណាគឺ1ប្រឡោះក្រឹតពី1មកនេះគឺ1ប្រឡោះក្រឹតពី1នេះមក1នេះគឺ1ប្រឡោះក្រឹតទៀតអញ្ចឹងណាបាទគឺ1អង្សាប៉ុន្តែយើងមើលគឺវាកកនៅ0អង្សាអញ្ចឹងយើងធ្វើការប្រៀបធៀបគ្នាប្រសិនបើយើងបកទៅមាត្រដ្ឋាន Fahrenheit វិញបាទបកទៅមាត្រដ្ឋាន Fahrenheit វិញគឺគេនិយាយថាទឹកសុទ្ធកកនៅ32 Fahrenheit បាទ Fahrenheit ហើយពុះនៅ212បាទ Fahrenheit ណាអញ្ចឹងយើង
កណនីនេះគ្នាយើងសាររបស់ធ្វើការប្រៀបធៀបដូចគ្នាប្រសិនបើយើងនិយាយពី Celsius គឺយើងយក100ដក0នេះ100នេះដក0នេះយើងបាន100នេះចែកជា100ប្រឡោះក្រឹតទៅគឺ1ប្រឡោះក្រឹតស្មើ1អង្សាសេណាចែកជា100ប្រឡោះក្រឹតឥឡូវយើងបកមកនេះវិញអញ្ចឹងប្រសិនបើយើងយក200បាទ212 Fahrenheit ដកឲ្យនេះចំណុចរលាយចំណុចពុះនិងចំណុចកយើងយកចំណុចពុះចំណុចកដកគ្នាមកបាទដក32 Fahrenheit យើងទទួលបានគឺ180បាទ180ត្រង់ចំណុចកន្លែងនេះគឺ180ហ្នឹងយើងគណនាថាវាជា180 Fahrenheit វាខុសត្រូវគ្នាប៉ុណ្ណឹងណាបាទខុសត្រូវប៉ុណ្ណឹងហើយអញ្ចឹងប្រសិនបើយើងធ្វើការប្រៀបធៀបវាបាទធ្វើការប្រៀបធៀបរវាង Celsius ជាមួយនឹង Fahrenheit គឺយើងដាក់តំណោលកាយវាត្រួតស៊ីគ្នាបាទឲ្យវាត្រួតជាមួយគ្នាណាឧទាហរណ៍ថាខ្ញុំដាក់គំនូក្រិតឲ្យវាស្មើគ្នាណាអូខេដាក់គំនូក្រិតឲ្យស្មើគ្នាចំចំណុចនេះអូខេចំចំណុចនេះបាទចំណុចនេះអញ្ចឹងអានេះគឺ1អង្សាសេកើន1អង្សាសេអញ្ចឹងអានេះគឺកើន1ប្រឡោះនេះកើន1ប្រឡោះនេះកើន1ប្រឡោះដើម្បីដាក់ពីរនេះឲ្យត្រួតស៊ីគ្នាយើងមើលណាអញ្ចឹងប្រសិនបើកើន1ប្រឡោះអានេះចែកជា100ប្រឡោះអញ្ចឹងដើម្បីឲ្យត្រួតស៊ីគ្នាជាមួយនឹង Fahrenheit នេះត្រូវចែកជា100ប្រឡោះដូចគ្នាបាទចែកជា100ប្រឡោះដូចគ្នាអញ្ចឹងមានន័យថាម៉េចមានន័យថាយើងយកបាទគឺនាំឲ្យ180សំទោសបាទ180ចែកឲ្យ100ប្រឡោះដូចគ្នាបាទ100ប្រឡោះចឹងបើចែកជា100ប្រឡោះនេះ1 2 3 4 5រហូតទៅដល់100ចឹងទៅយើងទទួលបានគឺ1.8បាទ 1.8 Fahrenheit ចឹងមានន័យថាម៉េចមានន័យថាចំណុចនេះប្រសិនបើអង្សា Celsius ស្មើនឹង1អង្សាសេអញ្ចឹង212ដក32ស្មើ180ចែកនឹង100ទៅទៀតស្មើ1.8គឺចំណុចនេះចំណុចថងឡើងនេះប្រវែងនេះប្រវែងនេះគឺស្មើ1.8 Fahrenheit តើនឹងហើយដែលបងប្អូនឃើញថា1អង្សាសេគឺស្មើ1.8 Fahrenheit ឲ្យបងប្អូនច្រឡំថាអញ្ចឹងបើ1អង្សាសេស្មើនឹង1.8 Fahrenheit ដែរអញ្ចឹង20អង្សាសេវាស្មើនឹង36 Fahrenheit 10អង្សាសេស្មើនឹង18 Fahrenheit អញ្ចឹងទៅបាទហេតុអីបានវាបាន32វាអញ្ចឹងណាបាទ32អញ្ចឹងយើងវិភាគមកនេះបន្ទាត់ក្រឹតនឹងដដែលយើងបន្ទាត់ក្រឹតយើងវិភាគលើវាថាតាមពិតបើយើងនិយាយទៅខាងរូបមន្តគេអញ្ចឹងបាទនិយាយងាយយល់ណាបាទឆ្លើយងាយយល់ជាមួយបងប្អូនណារូបមន្តគេអញ្ចឹងបាទរូបមន្តគេបូក32អញ្ចឹងងាយមកចាំឆ្លើយច្រើនប៉ុន្តែយើងចង់ឲ្យយល់ពីបាតុភូតបាទយល់ពីបាតុភូតរបស់វាឥឡូវយើងមើលសីតុណ្ហភាព Celsius បាទសីតុណ្ហភាព Celsius គឺមាន0នៃចាំបាទបន្ទាត់ក្រឹតមួយនេះគឺមាន0នៃចាំកកនៅ0អង្សាអញ្ចឹងប្រសិនបើយើងបន្ថែម1អង្សាទៅលើវាមានន័យថាយើងបន្ថែម1អង្សាទៅលើ0អង្សាអញ្ចឹងវាបាន1បាទបាន1ដដែលបាទបន្ថែម1អង្សាទៅលើ0បាន1អង្សាបន្ថែម2អង្សាទៅលើ0បាន2អង្សាណាគឺមាន0នៃចាំក្រោមឡើងកកប៉ុន្តែផ្ទុយទៅវិញ Fahrenheit មិនចឹងទេ Fahrenheit គឺ1ប្រឡោះទៅ1ប្រឡោះ 1.8 ប៉ុន្តែវាមាន32នៃចាំ32នេះ Fahrenheit នៃចាំអញ្ចឹងបើ32 Fahrenheit នៃចាំអញ្ចឹងយើងថែម1ប្រឡោះដែលវាមាន 1.8 Fahrenheit ទៀតយើងត្រូវតែបូកជាមួយអាគេនៃចាំស្រាប់នេះបាទអា Celsius នៃចាំគឺ0អញ្ចឹងបូកមកមិនក៏ឃើញចំនួនដដែលដែរប៉ុន្តែផ្ទុយទៅវិញប្រសិនបើ Fahrenheit យើងបូកជាមួយ32ចំនួនវាអត់ស្មើដដែលអត់ស្មើនឹងចំនួនខ្លួនវាដដែលដូច Celsius ទេអញ្ចឹងបើយើងឡើងម្ដងមកក្រឹត 1.8 អញ្ចឹង 1.8 ត្រូវបូកជាមួយ32បន្ថែមទើបស្មើជាមួយនឹងសីតុណ្ហភាព Fahrenheit ណាអាហ្នឹងគឺយើងចង់បង្ហាញអញ្ចឹងបាទអញ្ចឹងកុំច្រឡំទៅលើសំណួរគេសួរថាប្រសិនបើយើងបន្ថែម10អង្សាសេមានន័យថាយើងបន្ថែម18 Fahrenheit បាទមិនមែនមានន័យថានៅពេលដែលយើងបន្ថែម10អង្សាសេវាស្មើនឹង18 Fahrenheit មិនមែនទេមានន័យថាយើងបន្ថែម10អង្សាសេបន្ថែមគឺស្មើនឹងបន្ថែម18 Fahrenheit ទៅលើវាបាទអញ្ចឹងមានន័យថាគេអត់បង្ហាញប្រាប់យើងថាតើគេបន្ថែមទៅលើប្រមាណអង្សាទេគេគ្រាន់តែប្រាប់ថាបន្ថែម10អង្សាសេស្មើនឹងបន្ថែម18 Fahrenheit 18 Fahrenheit នោះគឺត្រូវតែថែមពីលើនេះថែមពីលើ32នេះដែលមានស្រាប់នេះបាទអញ្ចឹង18បូកជាមួយនឹង32ឃើញបាទ18បូក32 50 សំទោសឃើញ50 Fahrenheit អញ្ចឹងសីតុណ្ហភាពដែលប្រសិនបើយើងសួរតើ10អង្សាសេស្មើនឹងប្រមាណ Fahrenheit ចម្លើយគឺស្មើនឹង50 Fahrenheit បាទ50 Fahrenheit តែបើសិនជាគេនិយាយថាយើងបន្ថែម10អង្សាសេស្មើនឹងបន្ថែម18 Fahrenheit សំណួរពីរនេះខុសគ្នាណាអត់ដូចគ្នាទេបាទអត់ដូចគ្នាទេព្រោះ10អង្សាសេគឺ10ប្រឡោះក្រឹត10ប្រឡោះក្រឹតវាស្មើនឹង10អង្សាសេតែដល់ពេល10ប្រឡោះក្រឹតអញ្ចឹង Fahrenheit ក៏10ប្រឡោះក្រឹតដែរ
ចឹងបើ10ប្លោះក្រិតគឺ1ប្លោះក្រិតស្មើជាមួយនឹង1.8ចឹងរាប់10ទៅយក1គុណ1/8គុណនឹង10មកយើងទទួលបាន18ហ្វារ៉េនហៃតបាទចឹងសំណួរនេះអត់ដូចគ្នាទេអញ្ចឹងយើងកុំយកច្រឡំអូខេនេះធ្វើការបកស្រាយបែបលក្ខណៈខ្លីៗហើយជាស្រ័យបើសិនជាមានការបកស្រាយហើយវាមានបញ្ហាកន្លែងណាយើងអាចខមមិនសួរបន្តទៀតបានយើងបន្តទៅទៀតកន្លែងនេះសង្ឃឹមថាយល់ទៅចុះឥឡូវយើងត្រឡប់ទៅមុខទៀតទៅមើលសំណួរទី2នៅក្នុងវីដេអូមួយនេះបាទតោះអញ្ចឹងយើងទៅជាមួយខ្ញុំទាំងអស់គ្នាសូមរកចោលចឹងសំណួរវាសួរថាតើប្រសិនបើយើងស្ថិតនៅក្នុងមជ្ឈដ្ឋានដែលមានសីតុណ្ហភាព50ហ្វារិនហៃតើយើងគួរតែពាក់អាវរងាបាទហើយនេះយើងបាទពាក់អាវរងាឬបើកម៉ាស៊ីនត្រជាក់អញ្ចឹងសំណួរកន្លែងនេះគេចង់ដឹងថាតើ50ហ្វារិនហៃនេះវាត្រូវជាមួយនឹងប្រមាណអង្សាសេព្រោះយើងដឹងហើយថាប្រទេសខ្មែរយើងនេះស្រុកខ្មែរយើងនេះគឺមិនប្រើប្រាស់មាត្រដ្ឋានហ្វារិនហៃទេវាប្រមាណក្នុងការគណនាតែយើងទម្លាប់ប្រើទៅលើមជ្ឈដ្ឋានសំដៅទៅលើមាត្រដ្ឋាន Celsius ដែលគិតជាអង្សាសេហ្នឹងដល់ពេលគេប្រាប់ជា Celsius ជា Fahrenheit បែបនេះយើងត្រូវរកជា Celsius វិញថា50 Fahrenheit ហ្នឹងវាសីតុណ្ហភាពប៉ុណ្ណាហើយយើងដឹងហើយដល់ពេលយើងរងាហ្នឹងសីតុណ្ហភាពប៉ុណ្ណាដែលហៅថារងាបាទអ្នកខ្លះមិនសូវចាញ់រងាអញ្ចឹងទៅអាច12 13អញ្ចឹងទៅទើបបានគាត់រងាអញ្ចឹងទៅបាទ12 13អង្សា14អង្សាទើបគាត់ពាក់អាវរងាអញ្ចឹងទៅហើយអ្នកខ្លះចាញ់រងាខ្លាំងត្រឹមតែ20អង្សាឬក៏18អង្សាហ្នឹងគាត់ចាប់ផ្ដើមរងាឲ្យពាក់អញ្ចឹងណាបាទហើយអាសីតុណ្ហភាពដែលក្តៅនេះយើងដឹងថាចាប់ពី28 29អ្នកខ្លះក៏ធ្លាប់នៅក្នុងម៉ាស៊ីនត្រជាក់អញ្ចឹងទៅតែ27 20អីហ្នឹងគឺចាប់ផ្ដើមម៉ាស៊ីនត្រជាក់អាចក្តៅចាស់ទេអញ្ចឹងទៅបាទអញ្ចឹងយើងចង់ដឹងថាតើប្រមាណអង្សាសេទើបយើងពាក់អាវរងាបាទអញ្ចឹងយើងចង់ដឹងថាតើ50អង្សា Fahrenheit នេះស្មើនឹងប្រមាណអង្សាសេហើយតើយើងគួរពាក់អាវរងាឬក៏បើកម៉ាស៊ីនត្រជាក់អញ្ចឹងយើងដោះស្រាយលំហាត់មួយនេះឬក៏សំណួរមួយទាំងអស់គ្នាមកបាទអញ្ចឹងយើងដាក់ណាដំណោះស្រាយអញ្ចឹងដើម្បីរកដំណោះស្រាយនឹងឃើញយើងធ្វើការកណនាតាមរូបមន្តមកដាក់រូបមន្តមួយបាទតាមរូបមន្តឥឡូវយើងមើលតាមរូបមន្តកន្លែងនេះគេប្រាប់យើងពី Fahrenheit ហើយគេសួររឿងថាតើគួរពាក់អាវរងាឬបើកម៉ាស៊ីនត្រជាក់អញ្ចឹងយើងធៀបជាមួយនឹងការប្រើប្រាស់មាត្រដ្ឋានសីតុណ្ហភាពរបស់ស្រុកខ្មែរយើងគឺ Celsius អញ្ចឹងយើងប្រើប្រាស់រូបមន្តដែលទាក់ទងមួយ Celsius ហ្នឹងគឺបាទ Fahrenheit ស្មើនឹងអង្សាសេអង្សា Celsius គុណឲ្យ1/8 បូកឲ្យ32បាទបូក32ឥឡូវយើងមើលណារូបមន្តមួយនេះគឺយើងរក Fahrenheit ឯងបាទរក Fahrenheit ប៉ុន្តែតែដល់ Fahrenheit គេប្រាប់រួចរាល់ហើយហើយដល់ពេលយើងចង់បាន Celsius ណែបាទអញ្ចឹងរូបមន្តទាំងមូលនេះយើងមើលទៅគឺគេរក Fahrenheit ប៉ុន្តែ Fahrenheit យើងមានហើយតែប៉ុន្តែដល់ពេលខ្វះនេះវិញបាទខ្វះនេះវិញអញ្ចឹងយើងធ្វើមិនគឺយើងត្រូវបំលែងរូបមន្តនេះដើម្បីឲ្យចេញមកគឺយើងរកសីតុណ្ហភាព Celsius បាទអូខេអញ្ចឹងយើងប្រើប្រាស់តាមវិធីនេះអស់អ្នករៀនគណិតវិទ្យាប្រហែលជាអាចធ្លាប់ឃើញរូបមន្តបែបនេះបាទអញ្ចឹងយើងប្រើសមមូលនេះជាការសម្រាយណាសម្រាយរូបមន្តមួយថ្ងៃមកបងប្អូនបាទអញ្ចឹងយើងមើលណាកន្លែងនេះគឺអង្សាសេគុណនឹង 1/8 បូកឲ្យ32ឥឡូវខ្ញុំធ្វើការសម្រាយវាដោយយើងជះនេះអត់មានអញ្ចឹងយើងត្រឡប់វាវិញបាទយើងត្រឡប់លេខនេះវិញមកយើងទៅជាអង្សាសេគុណឲ្យ 1/8 បាទសញ្ញាស្មើដដែលគឺស្មើនឹង Fahrenheit នៅដដែលបាទ Fahrenheit នៅដដែលអានេះយើងបកលេខយើងយកទៅលេខនេះត្រឡប់មកខាងនេះដែលឆ្លងកាត់សញ្ញាស្មើយើងមើលណាបូក32ឆ្លងកាត់សញ្ញាស្មើដែលយើងបោះមកនេះឲ្យជួបគ្នាជាមួយនឹង Fahrenheit ចឹងយើងបោះមកបូកឆ្លងកាត់សញ្ញាស្មើទៅជាដកបាទដក32ប៉ុន្តែអត់ទាន់ចប់ទេណាបាទប៉ុន្តែអត់ទាន់ចប់ទេដោយសារតែអង្សាសេនេះវានៅជាប់ជាមួយនឹង 1/8 មួយថង់ទៀតបាទ 1/8 មួយថង់នេះយើងចង់បានតែអង្សាសេទេបាទអញ្ចឹងយើងសាកមកបន្តទៀតមកបាទសាកមកបន្តទៀតដូចខ្ញុំនិយាយបញ្ជាក់ម្ដងទៀតថាបងប្អូនដែលធ្លាប់រៀនគណិតវិទ្យាកន្លែងហ្នឹងគឺយើងអាចយល់បើថាមិនយល់ទេយើងមើលឲ្យមើលទៀតទៅណាបាទអូខេអញ្ចឹងយើងមើលយើងចង់បានតែនេះទេអញ្ចឹងយើងយកនេះមួយសិនបាទយកនេះជាគោលមួយសិនហើយដាក់សញ្ញាស្មើព្រោះយើងចង់បានតែនេះអញ្ចឹងអានេះយើងអត់ទាន់ចង់បានទេណាយើងប្រកាសជារកកន្លែងចំនួនឲ្យវាទៅវិញហើយបាទអូខេអញ្ចឹងយើងដាក់សញ្ញាស្មើមួយសិនឥឡូវកន្លែងនេះយើងអាចសញ្ញាគុណអូខេសញ្ញាគុណមកកន្សោមនេះបោះវាហើយបាទ Fahrenheit ដក32មកកន្សោមបោះវាហើយយើងមើលអានេះសញ្ញាគុណយើងត្រូវរុញអានេះចោលរុញចុះមករុញមួយចំហៀងឆ្លងកាត់សញ្ញាស្មើម្ដងទៀតព្រោះយើងយកតែអង្សាសេអញ្ចឹងវាទៅជារុញគុណរុញឆ្លងកាត់សញ្ញាស្មើកន្លែងនេះវាទៅជាចែកអញ្ចឹងវាទៅជា Fahrenheit ដកឲ្យ32បាទ
ចែកឲ្យ1.8បាទសំទោសផងប្រសិនបើខ្ញុំពន្យល់ទៅមិនបានក្បោះក្បាយតាក់ទងជាមួយចំណុចកន្លែងនេះសូមបងប្អូនអធិស្ឋានក៏ដូចជាលោកគ្រូអ្នកគ្រូអធិស្ឋានផងពេលខ្លះគណិតវិទ្យាអាចធ្វើការសម្ដែងបានច្បាស់ជាងខ្ញុំបាទអូខេអញ្ចឹងយើងបានរូបមន្តនឹងមកគឺអង្សាសេស្មើនឹង Fahrenheit ដកឲ្យ32ចែកឲ្យ 1.8 រូបមន្តមួយនេះមានន័យថាម៉េចនេះជារូបមន្តដែលយើងរូបមន្តដែលយើងរកសីតុណ្ហភាពអង្សាសេឬក៏សីតុណ្ហភាពក្នុងមាត្រដ្ឋាន Celsius ដែលធៀបជាមួយនឹងមាត្រដ្ឋាន Fahrenheit ដែលគេប្រាប់ Fahrenheit ហើយយើងរក Celsius វិញអានេះគឺយើងគេប្រាប់ Celsius រក Fahrenheit តទៅពេលអានេះគឺគេប្រាប់ Fahrenheit រក Celsius វិញបាទអញ្ចឹងយើងប្រើប្រាស់រូបមន្តមួយនេះអញ្ចឹងបងប្អូនអាចយករូបមន្តនេះគឺទៅធ្វើការគណនាបានអត់ពិបាកទេអញ្ចឹងយើងគណនាអស់គ្នាទៅក៏បាទតាមរយៈរូបមន្តមួយនេះបាទតាមរយៈរូបមន្តមួយនេះគេបានអង្សាសេស្មើនឹងFahrenheit នេះគឺ50 Fahrenheit សំដៅរបស់គេគឺ50បាទមានចំនួន Fahrenheit ដែរ50បាទ50ដកឲ្យ32បាទដក32ចែកឲ្យ1.8ឥឡូវយើងដកយើងចែកយើងបូកចែកដកឲ្យតាមនឹងមកយើងបានបាទគឺសាក1ឲ្យអង្សាសេបាទវាស្មើនឹង50ដក32បាទ50ដក32ស្មើ18ចែកឲ្យ1.8បាទលេខនេះ18ចែកឲ្យ1.8បងប្អូនអាចធ្វើការចែកបានបាទចែកបានគេនេះចែកទៅគឺស្មើនឹង10បាទ10អង្សាសេឥឡូវចម្លើយឃើញ10អង្សាសេតើគួរពាក់អាវរងាឬបើកម៉ាស៊ីនត្រជាក់បាទចម្លើយច្បាស់ណាស់គឺត្រូវពាក់អាវរងាព្រោះយើងនៅស្រុកខ្មែរយើងតែ10អង្សាត្រជាក់ខ្លាំងហើយបាទទីខ្ញុំនិយាយមកអញ្ចឹងអ្នកខ្លះមិនទៅជាចាញ់ត្រជាក់អញ្ចឹងអាចដល់12 13អញ្ចឹងទៅបានគាត់ហៅអាវរងាចុះតម្រាំមកនេះតែ10អង្សាអញ្ចឹងឃើញមិនបើកម៉ាស៊ីនត្រជាក់បន្ថែមមកអត់ទេបាទគឺមកនេះអញ្ចឹង10អង្សានេះចម្លើយចេញមកដូចនេះបាទដូចនេះនៅសីតុណ្ហភាពបាទនៅសីតុណ្ហភាព50 Fahrenheit បាទត្រូវនឹង10អង្សាសេនោះយើងត្រូវពាក់អាវរងាបាទខ្ញុំនិយាយនេះនិយាយត្រឹមតែអ្នកថានៅស្រុកខ្មែរយើងទេណាបើអ្នកដែលអត់ធ្លាប់ទៅក្រៅប្រទេសតែអ្នកខ្លះគេទៅដល់បារាំងអញ្ចឹងទៅអ្នកខ្លះទៅដល់កាណាដាអញ្ចឹងទៅអ្នកខ្លះដល់ជប៉ុនអញ្ចឹងទៅសីតុណ្ហភាពទាបជាងនឹងទៅទៀតគេអាចរស់នៅបានតែពេលបកមកស្រុកខ្មែរវិញ10អង្សាក៏ដល់គ្មានអីត្រជាក់ផងមិនត្រូវពាក់អាវរងាអូខេអញ្ចឹងចម្លើយនេះគឺខ្ញុំនិយាយត្រឹមតែបងប្អូនដែលនៅក្នុងប្រទេសខ្មែរយើងប្រទេសកម្ពុជាយើងខ្ញុំគិតថាស្ទើរតែទាំងអស់តែគ្នាហ្នឹងតែ10អង្សាហើយប្រកាសជារកអាវរងាពាក់ហើយបាទប្រកាសស្ទើរតែទាំងអស់ខ្ញុំនិយាយអញ្ចឹងណាបាទអញ្ចឹងបើខុសទោះអីបើសិនជាបងប្អូនណាដែលថាហូត10អង្សាខ្ញុំនៅដើរដល់អាវនៅដើរដល់អាវឡើយនឹងទឹកមួយថ្ងៃ4 5 6ដងដែរបាទអញ្ចឹងអាចខមមិនប្រាប់បានថាអូបងប្អូនពិតជាអាចធន់ជាមួយនឹងសីតុណ្ហភាពត្រជាក់បែបនេះបានបាទអរគុណច្រើនអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងឯងបាទមានតែប៉ុណ្្នឹងទេអញ្ចឹងប្រសិនបើបងប្អូនមានចម្ងល់ឬក៏លោកគ្រូអ្នកគ្រូមានអ្វីជាមតិក្នុងការស្ថាបនាបន្ថែមទៅលើរូបមន្តរបស់ខ្ញុំទៅលើការកណនាក៏ដូចជាវីដេអូរបស់ខ្ញុំនេះសូមធ្វើការ comment បន្ថែមខ្ញុំនឹងព្យាយាមធ្វើការកែសម្រួលព្រោះយ៉ាងណាមិញនៅពេលដែលយើងថតវីដេអូទៅថតបណ្ដាសរសេរបណ្ដាធ្វើបណ្ដាកាត់តផងខ្លួនឯងគឺបង្ហោះទៅអាចនឹងមានបញ្ហារអាក់រអួលព្រោះខ្ញុំសូមបញ្ជាក់ថាវីដេអូនេះអត់មានការព្រៀងទុកទេគឺធ្វើសរសេរលើក្តារខៀនកណនាយកតែម្ដងបាទសូម្បីតែវីដេអូទី1នេះក៏ខ្ញុំកណនាលេខយកតែម្ដងដែរអញ្ចឹងប្រសិនបើមានការខុសទាស់ដោយប្រការណាមួយសូមអធិស្ឋានហើយសូមអរគុណផងដែរចំពោះការ comment ក៏ដូចជាការរិះគន់នៅក្នុងនៃស្ថាបនាទាំងអស់បាទសូមអរគុណហើយជួបគ្នានៅវីដេអូជាមួយខ្ញុំបន្តទៀតបាទ